bởi bơm miên sự thi hỏi từ ná có kê sờ lanh cái châu chất cao từ rò chiết miên này say chua pre nâng prao môn kê pre môn kê bàn thọ môn kê tiệt nọ nơi bề đài cao chim mân nu rùa riêng miên chỉ vật hơi miênประโยชน์ដល់មនុស្សជាតិមានប្រយោជន៍ដល់សាសនាមានប្រយោជន៍ដល់ទឹកដីជីវិតនោះគឺជាជីវិតដ៏មានតម្លៃសំខាន់គួរនឹងឲ្យកើតមកទៀតព្រោះមានមនុស្សខ្លះកើតមកធ្ងន់តែផែនដីមិនបានជួយជាប្រយោជន៍ដល់ជាតិដល់សាសនាដល់មនុស្សហើយបង្កវិនាសកម្មដល់មនុស្សជាតិទៀតដូច្នេះគំរូដ៏ល្អរបស់លោកដែលបានដឹកនាំបងប្អូនឬក៏សហការីធ្វើបុណ្យជាកន្លងមកនេះយើងឃើញថាមានប្រយោជន៍ដ៏សំខាន់សម្រាប់ជាតិសម្រាប់សាសនាជាពិសេសគឺសម្រាប់មនុស្សជាតិទូទៅរហូតដល់ជីវិតកាន់តែមានវ័យចាស់ទៅហើយមានតែបុណ្យកុសលនេះគឺជាការជួយស្ថាបនាទ្រទ្រង់ឲ្យញោមមហាឧបាសករស់រៀនមានជីវិតឲ្យបានវែងឆ្ងាយតទៅមុខទៀតព្រោះថាមានប្រយោជន៍ដល់ជាតិដល់សាសនាជាច្រើននិងដល់មនុស្សទូទៅផងដែរកើតជាមនុស្សយើងចង់បានសុខអ្នកខ្លះទៅទីកន្លែងណាមានគេគោរពគេស្រឡាញ់គេបូជាច្រើនអ្នកខ្លះក៏មានទុក្ខទោសលំបាករឿងនេះតើហេតុអីបានជាខុសគ្នាព្រះអានន្ទបានឃើញចិត្តកហបតីមកកាន់សំណាក់ព្រះអង្គអស់មួយខែអីវ៉ាន់ដាក់500ទេសថ្វាយព្រះអង្គអស់ហើយនៅសម្រានស្ដាប់ធម៌មួយខែដល់ពេលត្រឡប់ទៅវិញស្រាប់តែគេដាក់អីវ៉ាន់នឹង500ទេសនឹងពេញវិញទាំងអស់ហើយព្រះអានន្ទឃើញអញ្ចឹងក៏មកទូលសួរព្រះពុទ្ធថាព្រះអង្គចិត្តកហបតីនេះមកកាន់សំណាក់ព្រះអង្គអស់មួយខែហើយអីវ៉ាន់500ទេសថ្វាយព្រះអង្គអស់ហើយឥឡូវត្រឡប់ទៅវិញគេដាក់ពេញ500ទេសតដែលចង់សួរព្រះអង្គថាគេបូជាគាត់តែពេលនេះទេឬពេលដែលមកកាន់សំណាក់ព្រះអង្គទេឬចុះបើគាត់ទៅទីដតីគេបូជាអញ្ចឹងដែរទេព្រះពុទ្ធលោកសម្ដែងប្រាប់ថានេះគឺជាអានិសង្សរបស់អ្នកមានសទ្ធានិងមានសិលទេអានន្ទចិត្តកហបតីនេះគាត់ទៅកាន់ទីណាក៏នឹងគេគោរពក៏នឹងគេបូជាគេស្រឡាញ់គាត់អញ្ចឹងដែរយើងទាំងអស់គ្នាក៏បានយល់ហើយថាដូចជាសីវលីព្រះសីវលីលោកនិមន្តទៅណាមកណាមិនខ្វះចង្ហាន់មិនខ្វះគេបូជាទេប្រពុតរហូតដល់ពេលខ្លះយកសីវលីទៅតាមព្រោះមានភិក្ខុសង្ឃរាប់រយអង្គទៅជាមួយកុំឲ្យចង្ហាន់ប៉ុន្តែផ្ទុយទៅវិញទេមយៈនិងភូមិជ្ជកៈទៅឯណាក៏បាយចុងកដែរកុំថាឡើយផ្ទះអ្នកក្រឲ្យឡើងផ្ទះអ្នកមានម្ដងផ្ទះបាយចុងកទៀតបានថានិស័យជីវិតរបស់មនុស្សម្នាក់ហ្នឹងវាពពេកតបញ្ញតាគឺផលបុណ្យចាស់ហ្នឹងវាហុចមកឲ្យដូច្នេះហើយបានព្រះអង្គសម្ដែងថាអានិសង្សរបស់អ្នកមានសទ្ធានិងមានសិលបានកសាងពីមុនមកសិទ្ធោសីលេនសម្បណ្ណោយសោភោគៈសមបិតោយ៉ាងបទេសង្ឃភច្ចតិតដ្ឋតថេវពុជីតោអានិសង្សអ្នកមានសទ្ធានិងមានសិលគប់រកប្រទេសណាស្រុកណាតែងតែមានគេស្រឡាញ់គេបូជាជានិច្ចជានិរន្តរ៍អញ្ចឹងហើយអានន្ទគាត់ធ្លាប់ឧបត្ថម្ភប្រសង់ពីជាតិមុនមកជួយដល់អ្នកក្រីក្រកំសត់ទុរគតជាពិសេសយកចិត្តទុកដាក់ជួយទំនុកបំរុងផ្ចង់ផ្ដើមដល់ព្រះសង្ឃលោកខ្វះខាតហើយដល់តែគាត់ស្លាប់ទៅកើតក្នុងឋានសួគ៌គ្រឿងសក្ការៈជាទឹកធ្លាក់ដល់គាត់ត្រឹមជង្គង់ឥឡូវគាត់ចុះមកកើតជាមនុស្សនេះទៅទីណាក៏មានគេបូជាជានិច្ចជានិរន្តរ៍ចឹងដែរទៅនៅស្រុកណាមានទ្រព្យស្រុកនោះមានសម្បត្តិស្រុកនោះទៅទីណាមានគេស្រឡាញ់គេគោរពបូជាស្រុកនោះនេះហើយអានិសង្សអ្នកមានសទ្ធានិងមានសិលការកើតឡើងជាមនុស្សហើយដើម្បីវិលពីសេចក្តីអាក្រក់ទៅកាន់សេចក្តីល្អបានវិលពីភាពអន់ថយទៅភាពរីកចម្រើនបានដោយការប្រព្រឹត្តទៅតាមធម៌វិលដែលគេហៅថាគេហៅថាចក្រធម៌មាន4មួយនឹងឯងគឺថាបដិរូបប្រទេសវាស័កបានកើតក្នុងប្រទេសដ៏សមគួរគឺប្រទេសដែលមានសាសនាមានជំនឿមានសិទ្ធិធ្វើបុណ្យប៉ុន្តែបានកើតប៉ុណ្ណឹងហើយទៅសែបគប់ខុសក៏វាអត់ចម្រើនដែរវាទៅជានាំទុកនាំទោសដល់ខ្លួនហើយដល់សង្គមជាតិទៀតបានគេឲ្យសัพពរិសោប្រសង្សេវៈឲ្យសែបគប់រសពបរោះដឹកនាំផ្លូវល្អ
អូយធរទី3លោកថាអត្តសម្មាបណិធិក្រោយពីសេពគប់សពបរោះហើយទម្លាក់ខ្លួនឲ្យទៀបដើម្បីតម្កល់ខ្លួនឲ្យគេងាយបដៅឲ្យគេងាយប្រាប់អានឹងបានរីកចម្រើនដោយលោកថាអ្នកល្ងងរឹតតែល្ងងព្រោះធ្វើចេះរីឯអ្នកចេះរឹតតែចេះព្រោះតាំងខ្លួនធ្វើល្ងងអ្នកក្រវារឹតតែក្រព្រោះសំដែងរឹតធ្វើជាអ្នកមានឯអ្នកមានរឹតតែមានព្រោះចេះរិះធម្មធ្វើអ្នកក្រដូច្នេះការតម្កល់ខ្លួនដោយប្រពៃនាំឲ្យមនុស្សមានការរីកចម្រើនឯទី4ពពេកតបញ្ញតាភាពជាអ្នកមានបុណ្យធ្វើទុកឲ្យក្នុងកាលមុនហើយយើងបានកើតមកសបោសបាយហើយក៏មានអវយវៈគ្រប់គ្រាន់មិនពិការមិនពិរាមានសតិស្មារតីធម្មតាបើយើងប្រៀបទៅអ្នកដតីខ្លះកំពុងតែពិការពិរាកំពុងតែលំបាកយើងដឹងថាអូបុណ្យពីមុនមកវាខុសគ្នាឥឡូវបើយើងបានបុណ្យពីមុនមកប៉ុណ្ណឹងហើយយើងធ្វើបុណ្យថែមទៅទៀតបានជាក្នុងទីនេះព្រះអង្គលោកសម្ដែងថាអានិសង្សអ្នកមានសទ្ធាគេបូជាជានិច្ចជានិរន្តរ៍ចំណាំតាណាថាមានសទ្ធាលោកថាមានលក្ខណៈ3ទី1ធម្មੰសោតធមិច្ចតិអ្នកមានសទ្ធានឹងចូលចិត្តស្វែងរកស្ដាប់ធម៌ទោះបីអ្នកសម្ដែងក្មេងខ្ចីជាងខ្លួនក៏ដោយឲ្យតែធម៌ងាយយល់ងាយស្ដាប់ស្វែងរកស្ដាប់នេះលក្ខណៈ1ទី2គេហៅថាសីលវតាំងទស្សនកម្មមកចូលចិត្តស្វែងរកសេពគប់អ្នកមានធម៌អ្នកមានសិលអ្នកចេះអ្នកដឹងប្រព្រឹត្តត្រូវទោះបីគេក្មេងជាងខ្លួនក៏ដោយក៏ទៅសេពគប់នៅនោះនេះលក្ខណៈទី2ឯទី3មច្ឆេរមលੰគឺថាវិន័យមច្ឆេរមលੰចូលចិត្តលះបង់ធ្វើបុណ្យសន្តានមិនកំណាញ់ទេតនជីវិតកើតនៅមានចេះតែសន្សំបុណ្យនេះហើយកុំចាំពេលក្រោយក្រែងដើរលែងរួចដួលក្រឹបទៅឲ្យតែគេហៅឲ្យតែគេប្រាប់ឲ្យតែគេបបួលក៏ទៅចូលរួមនឹងគេលក្ខណៈ3យ៉ាងនេះសម្គាល់ថាអ្នកមានសទ្ធារួចបើមានសទ្ធាហើយទៅណាក៏គេស្រឡាញ់គេចូលចិត្តកើតទៅរាល់ជាតិមាននិស្ស័យជួបព្រះនឹងប្រោសពុនគេព្រះមុនគេបានធម៌មុនគេទៀតណចឹងហើយបានជាក្នុងទីនេះមានការធ្វើបុណ្យមានចម្រើនបជនអញ្ចឹងទៅចុះយើងថាបុណ្យចម្រើនបជនទៅចុះពីព្រោះពុទ្ធលោកសម្ដែងថាបញ្ញញ្ចេពុរិសោកយរាថេណੰតំហិឆន្ទាំងកយរាថសុខោបញ្ញសអុជយោបើអ្នកណាធ្វើបុណ្យហើយមានចេតនាជ្រះថ្លាទៅលើបុណ្យត្រួតថែមទៀតទៅខំធ្វើឲ្យរឿយថែមទៀតទៅបុណ្យនឹងដឹកនាំយើងឲ្យបានសេចក្តីសុខយើងរស់តាំងពីដើមមកទល់ពេលនេះដោយសារបុណ្យអញ្ចឹងត្រូវធ្វើបុណ្យបន្ថែមយើងរស់តាំងពីដើមមកទល់ពេលនេះដោយសារហូបបាយតែដូរចិត្តថាអញលែងហូបបាយប្រយ័ត្នតែលែងរស់ដែរអញ្ចឹងបន្តហូបបាយទៀតហើយបើអ្នកស្អាតពីដើមមកទល់ថ្ងៃនេះដោយសារងូតទឹកប្រយ័ត្នតែដូរចិត្តថាអញលែងងូតទឹកហើយអញងូតឆ្អែតហើយប្រយ័ត្នតែលែងស្អាតដែរបើអញ្ចឹងយើងរស់ឆ្លងច្រើនជំនាន់មកហើយមកដល់ពេលនេះមិនតាន់ស្លាប់ដោយសារបុណ្យយើងត្រូវធ្វើបុណ្យបន្ថែមអាបុណ្យបន្ថែមនឹងហើយដែលគេហៅថាចម្រើនបជនវាកាត់បន្ថយអំពីសេចក្តីស្លាប់សេចក្តីស្លាប់4យ៉ាងដែលកំពុងតែឆ្មក់ចាំផ្លូវយើងរាល់ថ្ងៃទី1គឺថាស្លាប់ដោយសារអស់អាយុមនុស្សយើងកំណត់យ៉ាងច្រើនជុំវិញ100បើយើងដល់100ជាងហើយស្លាប់អានឹងវាអស់អាយុជួយអត់បានទេប៉ុន្តែទី2គេហៅថាកម្មខយៈមរណៈស្លាប់ដោយអស់បុណ្យលុយនៅមានទ្រព្យនៅមានសម្បត្តិនៅមានប៉ុន្តែមនុស្សនោះស្លាប់វ័យក្មេងគេថាស្លាប់ដោយសារអស់បុណ្យកុំឲ្យយល់ច្រឡំថាមានទ្រព្យមានសម្បត្តិអានឹងឲ្យឋានសួគ៌និព្វានប៉ុន្តែយើងគិតមើលចុះអ្នកមានឡានទំនើបជិះថ្លៃប្រមាណក៏ដោយតែមិនចាក់សាំងឲ្យវាអស់សាំងអលុតកដាលផ្លូវយ៉ាងណាមិញមនុស្សមានទ្រព្យធនយ៉ាងណាក៏ដោយតែមិនបញ្ចូលបុណ្យវាអស់បុណ្យកដាលផ្លូវដែរណាបានគេឲ្យធ្វើបុណ្យបន្ថែមអ្នកខ្លះស្លាប់អាយុទើប30 40 ហ្នឹងអានឹងដូចអស់សាំងកដាលផ្លូវអញ្ចឹងបានគេឲ្យបញ្ចូលបុណ្យបន្ថែមកុំឲ្យស្លាប់ដោយសារអស់បុណ្យណោឯទី3ឧបយៈខយៈមរណៈស្លាប់ដោយអស់ទាំងអាយុទាំងបុណ្យតំណាលគ្នាទី4ឧបឆេតកកម្មមុនីមានកម្មពៀចូលមកកាត់ផ្ដាច់អញ្ចឹងក្នុងធម៌នេះតើអាចរំលោះរំលាងកម្មពៀបានទេក្នុងសាសនាជឿថាជឿកម្មនឹងផលធ្វើកម្មបែបណាទទួលកម្មបែបនោះចុះមនុស្សអាចធ្វើពិធីរំដោះរំលោះរំលាងកម្មពៀបានទេថាធ្វើបានដោយសារអីយើងជាពាក់គេ10000ត្រូវសង10000ជាពាក់20000ត្រូវសង20000ប៉ុន្តែករណីខ្លះមិនបាច់សងក៏រួចគ្នាដោយសារអ្នកម្ចាស់បំណុលគេដូរចិត្តគេថាយាយជាពាក់ថ្លៃមលូស្លាប្រមាណនោះចេះទៅខ្ញុំមិនបាច់ចាំទៀតទេសូមជូនផ្ដាច់តែហ្មងលោកយាយមិនបាច់សងទេប៉ុណ្ណឹងរួចគ្នាបាត់អ
ចឹងកាលយើងចាំកូនចៅរត់ទទួលទានមានបានអីក្រែងលោកេងកាប់លឹបខងវាយបដកគូតកប៉ងបតោងបលឹះភ្នែកជីងភូតគេកុហកគេបំបត្តិគេមកចាប់មកកាក់ម៉ាសេនលក់ដូរបង្រត់បង្រាស់សត្វធាតុទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃឲ្យកូនរស់ឥឡូវកូនរស់ជាងោក្រែងអាសត្វទាំងនោះវាតាមចងពៀជាមួយយើងណាញោមអញ្ចឹងបាទយើងធ្វើបុណ្យនេះឲ្យវាអនុមោទនាបុណ្យវិញកុំឲ្យយកពៀជាមួយយើងឯខ្លួនយើងនេះចូលកាន់ត្រៃសរណគមចូលកាន់សិលស្ដាប់ព្រះបរិត្តខ្លាយជាកូនចៅព្រះអមនុស្សខ្មោចព្រាយដែលវាឃើញយើងខ្លាយជាកូនចៅព្រះវាលែងហ៊ានបៀតបៀនហើយវាថាអើបើគេកូនចៅព្រះហើយកុំបៀតបៀនគេទុកឲ្យគេរស់ចោះតែនេះហើយគេហៅចម្រើនបជនមួយបែបឈ្មោះថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មត្រង់និមន្តប្រសង់មកសូត្រព្រះបរិត្តហើយនឹងយើងទទួលត្រៃសរណគមនឹងណាញោមណាមួយទៀតអនុប្រទានកិច្ចអនុប្រទានកម្មបានដល់ការជួយគេជួយយើងដូចជាពេលមានភ័យអាសន្នជនភៀសខ្លួនភៀសសឹកអីអត់បាយអត់ទឹកយើងធ្លាប់ជួយគេហើយយើងឃើញគេខ្យល់កគេខ្យល់ចាប់យើងជួយគេរកពេទ្យរកមកឃើញគេអត់បាយជួយគេឃើញគេទុក្ខលំបាកជួយគេអានឹងហើយដល់ពេលយើងមានភ័យអាសន្នមានគេជួយយើងវិញជីវិតយើងរស់តទៀតក្នុងទីនេះសំដៅទៅលើនិមន្តប្រសង់គោចរបិណ្ឌបាតឲ្យប្រសង់លោកបានចង្ហាន់ទៅលោកយកទៅឆាន់ទៅជីវិតលោករស់ហើយដល់ជីវិតលោករស់ឈ្មោះថាយើងឲ្យជីវិតគេអាតំណឹងហើយដើម្បីបានជីវិតមកយើងអាយុវែងដែរណាញោមណាបុណ្យដេកបុណ្យដើរបុណ្យក្បែរចដាបុណ្យរាប់ម្នោះគឺដាក់បាតលោកប្រពុតទៅប្រោសប្របីដាព្រះអង្គយាងទៅឲ្យព្រះអង្គប្របីដាដាក់បាតប្របីដាខ្ញាល់ថាយីធ្វើអញ្ចឹងទម្លាក់កិត្តិយសព្រះអង្គហើយស្ដេចប្រពន្ធអាណៃចិញ្ចឹមកូនមិនរស់ឲ្យកូនដើរសុំទានគេបានព្រះអង្គបញ្យល់ថាទួនាទីរបស់ភិក្ខុសង្ឃបណ្ឌិយលោកប្រភោជននៃសាយបបជាតតតេជីវជីវងឧស្សាហោករណីយោបួសហើយត្រូវអាស្រ័យចង្ហាន់បិណ្ឌបាតអញ្ចឹងកើតឡើងដោយកម្លាំងស្មងទោះបីកូនមានកូនសិទ្ធិក៏ដោយមួយយ៉ាងគេថាប្រោសសัตว์អ្នកខ្លះគ្មានលុយធ្វើបុណ្យគ្មានកន្លែងធ្វើបុណ្យធំដុំទេបើលោកបានទៅដល់ផ្ទះនោះដាក់មកវែកសុំបុណ្យទុកឲ្យឧទ្ទិសឲ្យម៉ែឪបានទៀតគេហៅថាប្រោសសัตว์សទ្ធោធនៈយល់ទៅក៏បានដាក់បាតដែរណបង្រៀនឲ្យចេះដាក់បាតគឺសំបុណ្យតក់ពេញពងក្នុងបាលីមួយគេថាបត្តពរានុភាវៈមេត្តាបេតាប្រមុញ្ចរេព្រោះហេតុនោះបានជាមេត្តាបិតារមែងរួចចាក់ទីដថោកទៀបដោយអានុភាពនៃបាយដែលគេដាក់ក្នុងបាតអញ្ចឹងក្នុងទីនេះចម្រើនបជនមួយដែរឲ្យជីវិតគេរស់បានអានិសង្សយើងរស់គេហៅថាអនុប្រទានកិច្ចឬអនុទានកម្មឯទី3គេហៅថាជីវិតមហកិច្ចជីវិតមហកម្មជប់លៀងជីវិតរបស់យើងមានន័យថាការសុំទោសម៉ែឪដែលចិញ្ចឹមទំនុកបំរុងដោយបច្ច័យ4ឥឡូវយើងជូនបច្ច័យ4វិញឬក៏យើងធ្វើបុណ្យជូនគាត់ទំនុកបំរុងជូនគាត់វិញក្នុងទីនេះបានកសាងពុទ្ធបដិមាហើយធ្វើពិធីអភិសេកនេះជីវិតយើងកាន់តែមានន័យបានចូលជាពុទ្ធសាសនិកហើយកសាងព្រះហាក់ដូចជាយាងព្រះមកទុកនៅទីកន្លែងនេះសម្រាប់គេគោរពបូជាដូចជាយាងព្រះមកប្រោសសัตว์នៅទីនេះចឹងណាញោមណាប្រវត្តិកសាងពុទ្ធរូបកើតពីក្រោយពុទ្ធសតវត្សទី4អភិសេកនេះកើតពីក្រោយសតវត្សទី5ជាការប្រោះព្រំលើកតម្កើងតម្លើងយុស័កអភិពពបុត្រសេចធាតុនុបច្ច័យនោះអភិសេកអភិសេកោនោះរួចអ្នកប្រាជ្ញខ្លះគេថាជាការអញ្ជើញតងបារមីស័ក្តិសិទ្ធិអ្នកមានឫទ្ធិគ្រប់កន្លែងឲ្យទទួលស្គាល់កន្លែងនេះទទួលស្គាល់ព្រះហេតុហ្នឹងហើយបានជាល្បីថាព្រះវត្តនេះបកែវត្តនោះព្រះវត្តនោះបកែមកពីមានទេពតាមានអមនុស្សដែលមានឫទ្ធិនោះមកគោរពបូជាដែរជួយថែអាសាហើយអ្នកកសាងព្រះពុទ្ធរូបអង្គនេះយើងគិតមើលដូចជានៅក្នុងសិភៅដែលលោកបានចែកមកនេះណានៅក្នុងកន្លែងគាថាជាដកទី2ព្រះអង្គកើតជាវិរិយៈបណ្ឌិតណាក្នុងចរិយា3ដកថាព្យាមពភាសទាមៃហੰតថាគតមានរស្មីមកព្យាមចេញពីខ្លួនគ្រប់កាលដោយសារអីព្រះអង្គហ៊ានកាត់សាច់ព្រះអង្គយកទៅផែធ្វើមាសកសាងពុទ្ធរូបពីដើមបានជាព្រះអង្គកើតមកព្រះអង្គមានឈរពន្ធរាំងសីនោះខ្ញុំមើលឃើញដែរព្រះអង្គកើតជាបបាទវត្តតាំងគូលរាជមានម្រាមដៃទឹកឈ្នះអស់សត្រូវ101នគរមកពីព្រះអង្គធ្លាប់កសាងពុទ្ធរូបកាលពីនៅជាអ្នកជំនួញឃើញពុទ្ធរូបបាក់ម្រាមពហោះនោះព្រះអង្គយកដីស្អិតទៅបិទជួសជុលហើយក៏ជួលក្មេងគោក្មេងកបីឲ្យគេសម្អាតអញ្ចឹងបានព្រះអង្គកើតមកមានឫទ្ធិមានម្រាមដៃទឹកឈ្នះសត្រូវហើយនៅក្នុងកុណាលរាជកុមារដែលកើតមកក្នុងតកូលស្ដេចមានរូបស្អាតក៏ធ្លាប់បានកសាងពុទ្ធរូបដាក់នៅក្នុងចិត្តដីដែរអញ្ចឹងមហិទ្ធនូមានមហិទ្ធិឫទ្ធិច្រើនមហាដេជោមានដេជះមានយុស័កតំណែងច្រើនមហាបញ្ញោមានបញ្ញាច្រើនមហាភោគោមានទ្រព្យសម្បត្តិច្រើនដោយសារការកសាងពុទ្ធរូបនេះនៅក្នុងសិភៅហ្នឹងក៏មានគាថាប
ជាក់មួយថាអ្នកកសាងពុទ្ធរូបនេះគឺមិនទៅទុគតិទេនឹងបានសុគតិកើតជាមនុស្សទេវតាមាននិស្ស័យជួបជាមួយនឹងព្រះរាល់ជាតិណាញោមណាបើដូច្នេះបុណ្យកុសលយើងធ្វើនេះទលំទលាយណាស់អញ្ចឹងអត់មានពេលទេប៉ុណ្ណេះទៅចោះសូមឧទ្ទិសកុសលផលបុណ្យឲ្យបានដល់បុព្វការីជនមេត្តាបិតាជីដូនជីតាដែលបាក់បែកចែកឋានទៅលោកខាងមុខហើយទាំងអស់គ្នាញោមញាតស្គាល់ដូនតាឈ្មោះអីក៏អត់ទិសទៅហើយសូមទេវតាអនុមោទនាបុណ្យឲ្យនាំតំណែងទៅប្តឹងប្រាប់ផងសូមទេវតាជួយថែសាការពារញោមប្រុសបាសកមហាបាសកកុលភេងព្រមទាំងកូនចៅបរិវារក្រុមការងារទាំងអស់ឯអាដាមលោកជំទាវលោកគ្រូអ្នកគ្រូនាយកសាលាលោកសាស្ត្រាចារ្យកវីបណ្ឌិតអដ្ឋកោវិតនិស្សិតបញ្ញវន្តទាំងលោកគ្រូធម្មមេចារគ្រប់អង្គប្រគុណម្ចាស់គ្រប់អង្គជួបប្រទះតែសេចក្តីសុខចម្រុងចម្រើនរស់រានមានជីវិតនៅបានយូរជួយជាតិជួយសាសនាបន្តទៀតឯអាដាមលោកជំទាវប្រគុណម្ចាស់គ្រប់ព្រះអង្គលោកស្រីមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាឲ្យបានសម្រេចយ៉ាងនោះកុំបីខានឡើយការសម្ដែងសន្មតថាចប់អេវ៉ាំង